មុននឹងចូលវីដេអូនេះហើយ admin គ្រាន់ចង់សួរអ្នកនរគ្នាថាតើនៅពេលអ្នកទាំងអស់គ្នាស្ដាប់វីដេអូ admin នឹងអត់ឮសំឡេង admin មែន admin និយាយបន្តិចពេកមែនដោយសារតែ admin ផុសឲ្យ admin ស្ដាប់វីដេអូខ្លួនឯងហើយតែសំឡេង admin ពេល admin បើកសំឡេងទៅវាឮធម្មតាទេតែបើស្ថានអ្នកទាំងអស់គ្នាស្ដាប់អត់ឮឬក៏សំឡេង admin ខ្សោយពេលនៅទូរស័ព្ទអ្នកទាំងអស់គ្នាអីចាំ admin ទៅឡើងសំឡេងក៏បានដែរប៉ុន្តែ admin អត់ដឹងមែនហើយអរគុណដែលបានប្រាប់ខ្លាំងមែនតើហើយសម្រាប់រឿងថាអត់មាននិយាយកែសាច់រឿងច្រើនហើយតែទៅពេលហ្នឹងអឺអត់មានគាត់តែចង់ធ្វើឲ្យសាច់រឿងហ្នឹងវាកាន់តែចាប់អារម្មណ៍ហើយរៀងកំ pl ែងហើយអត់មានចង់ឲ្យអ្នកទាំងអស់គ្នាណាស្គាល់ពីអត់មានកាន់តែច្រើនតែបើថាអ្នកទាំងអស់គ្នាអត់ចង់ទេ admin នឹងបដូរ style សម្រាប់របស់ admin ក៏បានដែរបន្ទាប់ពី user គាត់បានគម្រាមទៅកាន់ server ហើយគាត់ក៏បានមើលទៅកាន់មុខ server វិញនៅពេលដែលពួកគេទាំងពីរកំពុងតែថើបគ្នាហ្នឹងនៅពេលហ្នឹង server គាត់មានអារម្មណ៍ថាគាត់ប្រវាក់ដកថើមខ្លាំងមែនតើហើយធ្វើឲ្យបេះដូងរបស់គាត់ហ្នឹងលោតលឿនយ៉ាងខ្លាំងគាត់ដឹងថាមកពីគាត់ប្រវាក់ដកទៅហើមឬក៏មកពីគាត់រំភើបទេពេលហ្នឹង user ក៏បានប្រាប់ទៅកាន់ server ថាតើឲ្យ server ហ្នឹងបញ្ចេញ pheromone របស់គាត់បានអត់ដោយសារតែ pheromone របស់ server ហ្នឹងធ្វើឲ្យ user ហ្នឹងគាត់ដកដង្ហើមបានស្រួលកាលពីដំបូងគាត់ក៏អត់ដឹងដូចគ្នាតែបន្ទាប់ពីបាននៅជាមួយ server ហើយ server បានរត់ចោលគាត់ហ្នឹងគាត់ទៅដឹងថាវាគឺជា clone pheromone របស់ server អញ្ចឹងហើយបើសិនជា server ហ្នឹងគាត់បញ្ចេញ pheromone របស់គាត់ user ហ្នឹងគាត់នឹងបញ្ឈប់បញ្ចេញ pheromone របស់ខ្លួនឯងវិញSawan ក៏និយាយទៅកាន់ user ថាតើពេលសម្ដីរបស់ user នឹងអាចឲ្យគាត់ជឿទៀតដែរបានមែន user ក៏បាននិយាយថាឥឡូវនេះខាងគាត់ឲ្យបញ្ចេញ pheromone របស់គាត់ទៀតណែហើយបើសិនជា Sawan អត់ជឿគាត់ទេអញ្ចឹងហើយគាត់គួរតែបន្តបញ្ចេញ pheromone របស់គាត់ទៀតអត់ Sawan នៅអត់ជំរឿគាត់បានបញ្ចេញ pheromone របស់គាត់ហើយគាត់មានតសង្ឃឹមថា clan របស់គាត់នៅពេលដែលគាត់បញ្ចេញ pheromone ភ្លាមៗទៅវាមិនប៉ះពាល់ទៅចោះពេលនោះ Sawan ក៏បានសួរទៅកាន់ user ថាតើ user នឹងបានបញ្ចេញ pheromone របស់គេមកអត់ user ក៏បានថាគាត់បានបញ្ចេញឯងSawan នៅតែនិយាយថាវាគឺជាការកុហកដោយសារពេលនេះគាត់ពិតជាធំក្លិន pheromone របស់ user មែន user ក៏បានថាវាគ្រាន់តែនៅសល់ពីពេលគាត់បញ្ចេញពេលមុននឹងឯងហើយគាត់ក៏បានប្រាប់ឲ្យ Sawan ហ្នឹងហាត់មើលទៅថានេះគឺជា pheromone របស់ Sawan ជាមួយនឹង user បូកជាមួយគ្នាហ្មងបន្តមកទៀតគាត់ក៏បាននិយាយថាតាមពិតគាត់ចង់ធ្វើឲ្យ Sawan ហ្នឹងខ្លាចទៅជា Omega ហ្នឹងប៉ុន្តែ Sawan អត់ចង់ធ្វើជា Omega ដែលត្រូវបានគេមកហើយខ្លាចជាកម្មសិទ្ធិរបស់គេចឹងទេប៉ុន្តែគាត់នៅតែចង់ធ្វើបែបហ្នឹងព្រោះវាគឺជាវិធីតែមួយគត់ដែលអាចធ្វើឲ្យពួកគេទាំងពីរហ្នឹងនៅជាមួយគ្នាបានគាត់ក៏ព្យាយាមប្រើវិធីផ្សេងដែរដូចជាចាប់ Sawan ហ្នឹងនៅក្នុងបន្ទប់អត់ឲ្យចេញទៅណែប៉ុន្តែ Sawan ហ្នឹងគឺជាឃាតករអញ្ចឹងហើយទោះបីជាគាត់ប្រើវិធីចាប់ Sawan មិនក៏ Sawan អាចមានវិធីរត់គេចវិញដែរប៉ុន្តែបើសិនជាគាត់ប្រើនៅថ្នាំដែលយូរនិយាយទៅប្រើថ្នាំរហូតធ្វើឲ្យប្រើថ្នាំស្លាប់រហូតនឹងអាចឲ្យរាងកាយរបស់ Sawan នឹងចុកខ្សោយបានអញ្ចឹងហើយវាមានតែវិធីមួយគត់គឺធ្វើឲ្យ Sawan អាចជា Omega ហើយមកទៅលើ Sawan នឹងឯងបន្ទាប់ពីលើគម្រោងការរបស់ Yusun ហើយធ្វើឲ្យ Sawan នឹងគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់ប្រងនឹងចាក់ចេញទៅហើយប៉ុន្តែ Yusun អត់ឲ្យគាត់ចាក់ចេញទៅទេគាត់ទាញដៃគាត់នឹងឡើងមកលើក្រែវិញទៅនៅពេលព្រឹកឡើងនឹង Sawan គាត់ចង់ចាក់ចេញពីវិឡានដើម្បីទៅខាងក្នុងហើយចាត់ការរឿងមួយចំនួនប៉ុន្តែត្រូវបានខកដល់ Yusun ដោយសារ Yusun ប្រាប់ថាថ្ងៃនេះពួកគេនឹងត្រូវទៅកោះវិសានចំណែកឯ Sawan ក៏បាននិយាយថាមើលទៅដំបូន្មានរបស់គាត់ដែលបានប្រាប់ឲ្យ Yusun កុំឲ្យទៅកោះវិសាននឹងវាអត់ប្រយោជន៍នោះទេព្រោះ Yusun អត់ព្រមស្ដាប់គាត់នោះទេ Yusun ក៏បាននិយាយថាបើសិនជា Sawan ចង់ទៅត្រូវទៅឲ្យគាត់នឹងទៅជាមួយ Sawan ដែរ Sawan ក៏ត្រឡប់មកដល់ទីក្រុងដែលគាត់បានរស់នៅទីនោះអស់រយៈពេល10ឆ្នាំយ៉ាងមានសុវត្ថិភាពហ្មងតើតែពេលដែល Yusun នឹងមកតាមរកគាត់ធ្វើឲ្យជីវិតគាត់នឹងរញ៉េរញ៉ៃហើយឲ្យគាត់នឹងទៅមានឈ្មោះជាឃាតករដដែលដោយសារតែ Sawan នឹងក៏អត់ចង់នៅធ្វើជាឃាតករអីទេគាត់គ្រាន់តែចង់រស់នៅធម្មតាតែប៉ុណ្្នឹងឯងYusun សុទ្ធតែកាន់ Sawan ថាតើ Sawan នឹងក៏មិនដាប់ផ្លូវស្ងាត់បែបនេះខ្លាចតើគេមើលដឹងថា Sawan នឹងមានគាត់មែន Sawan ក៏បាននិយាយថាលោកក្រោយនៅមុខគេ Yusun នឹងគួរតែចេះបិទមាត់ខ្លះទៅហើយកុំហៅគាត់ថាបងប្រុសចេញនៅមុខអ្នកដតីដោយសារតែនៅក្នុងទីក្រុងហ្នឹង Sawan គឺឈ្មោះថា Sawan ហ្នឹងឯងpotomទៀត Sawan និង Yusun ក៏មកដល់ហាងដែលយើងឃើញការពិភាក្សាដំបូងហ្នឹងពេលហ្នឹងកូនប្រុសរបស់អ៊ំហ្នឹងក៏បាននិយាយទៅកាន់ Sawan ថាមិនបាន Sawan ចាក់ចេញអញ្ចឹង Sawan ធ្វើបាននាំគាត់ទៅលេងនៅខាងលើភ្នំផងហ្នឹងបន្តមកទៀតពពុះរបស់គាត់ក៏បាននិយាយថាតាមពិត Sawan ក៏មានយល់ព្រមថានឹងនាំគេហ្នឹងទៅលើភ្នំដែរនិយាយទៅគេគិតតែឯងយល់ព្រមតែឯងហ្មង Sawan ពេលហ្នឹងគាត់ក៏គិតថាតាមពិតគាត់ក៏មានកម្រងឡើងទៅលើភ្នំនោះដូចគ្នាដើម្បីចង់ដឹងថាមាសដែលគាត់លាក់ទុកនោះមានគេដឹងហើយឬនៅប៉ុន្តែដោយសារតែ Yusun នឹងមកតាមគាត់អញ្ចឹងហើយគាត់អត់អាចទៅបាននោះទេបន្ទាប់ទៀត Yusun នឹងក៏បានឆ្លោះគ្នាជាមួយក្មេងនឹងហើយ
បន្ទាប់ពីសាវ៉ាន់ឃើញបែបហ្នឹងហើយគាត់គិតថានេះគឺជាឱកាសល្អហើយចឹងហើយគាត់ក៏ព្រមនាំក្មេងហ្នឹងទៅលើភ្នំទៅប៉ុន្តែពេលហ្នឹងកុំមើលទៅកាន់មុខយូសិនអីមុខគ្នាឡើងដូចចង់ស៊ីសាច់មនុស្សហ្មងពេលហ្នឹងពួកគេទាំង3នាក់ហ្នឹងក៏បានមកដល់លើភ្នំហ្នឹងចំណែកឯកូនប្រុសម្នាក់ហ្នឹងគាត់ក៏បានចាញ់ទៅរកសត្វដែលគាត់ចង់លេងហ្នឹងទៅនៅពេលដែលក្មេងហ្នឹងទៅបាត់សាវ៉ាន់គាត់ក៏បាននៅជាមួយនឹងយូសិនទៅ2នាក់យូសិនក៏បានសួរទៅកាន់សាវ៉ាន់ថាហើយអ្វីបានជាសាវ៉ាន់ហ្នឹងអាចហៅឈ្មោះក្មេងប្រុសម្នាក់ហ្នឹងដោយឈ្មោះរបស់គេបានហើយថែមទាំងថ្ងៃក្បែរគេទៀតចូលចំណែកគាត់វិញកាលពី10ឆ្នាំមុនសាវ៉ាន់ដែលហៅឈ្មោះគាត់នឹងដោយឈ្មោះរបស់គាត់ថាយូសិននោះទេអញ្ចឹងហើយតើតែគាត់នឹងស្គាល់សាវ៉ាន់ពេលដែលសាវ៉ាន់បដូរឈ្មោះជាសាវ៉ាន់មិនបានសាវ៉ាន់នឹងអាចហៅគាត់ថាយូសិនបានហើយតើគាត់អាចឲ្យគាត់នឹងទៅគ្រប់គ្រងរឿងនឹងមិនទៅគាត់បានស្គាល់សាវ៉ាន់មុនអញ្ចឹងហើយសាវ៉ាន់នឹងគួរតែហៅគាត់ថាយូសិនផងសាវ៉ាន់ក៏បានសួរទៅកាន់យូសិនវិញថាតើរឿងទាំងអស់ហ្នឹងវាសំខាន់មែនយូសិនក៏បានតបទៅវិញថាវាអាចនឹងអត់សំខាន់សម្រាប់ទៅកាន់សាវ៉ាន់នោះទេប៉ុន្តែវាសំខាន់សម្រាប់គាត់សាវ៉ាន់តែងតែហៅគាត់ថាកូនក្មេងប៉ុន្តែគាត់មិនមែនជាក្មេងទៀតនោះទេសាវ៉ាន់គាត់ក៏បានតបទៅកាន់យូសិនវិញទៅថានិយាយមួយម៉ាត់មកសុទ្ធតែប្រាប់គាត់ថាខ្លួនឯងនឹងមិនមែនក្មេងទេប៉ុន្តែចរិតដែលយូសិនកំពុងធ្វើរាល់ថ្ងៃហ្នឹងគឺដូចក្មេងខ្លាំងមែនតើយូសិនក៏ចាប់ដើមបញ្ចេញហ្វេរ៉ូម៉ូនរបស់គាត់មកទៀតចំណែកឯសាវ៉ាន់ក៏បានប្រាប់ថាហើយបើបានជាយូសិនហ្នឹងទៅបញ្ចេញហ្វេរ៉ូម៉ូនរបស់គាត់អញ្ចឹងអត់ឃើញថាមានក្មេងនៅនឹងឯមែនយូសិនក៏បាននិយាយទៅវិញថាក្មេងហ្នឹងឯងដែលអត់អាចវាដោយសារតែក្មេងអត់ទាន់អភិវឌ្ឍខ្លួនអញ្ចឹងហើយក្មេងអត់អាចហត់ដឹងក្លិនហ្វេរ៉ូម៉ូនបាននោះទេពេលហ្នឹងក្មេងតូចម្នាក់ហ្នឹងក៏បានហៅសាវ៉ាន់ឲ្យទៅជួយខ្លួនចំណែកឯយូសិនវិញគាត់ឃើញហើយក៏បាននិយាយថាមិនបាច់ទេទុកឲ្យគាត់ជាអ្នកទៅជួយក៏បានដែរហើយពេលក្មេងតូចហ្នឹងហៅសាវ៉ាន់ឡើងភ្ញាក់ហ្មងប៉ុន្តែនៅពេលដែលយូសិនហ្នឹងគាត់ទៅជួយក្មេងតូចហ្នឹងគាត់ក៏នៅតែបន្តបញ្ចេញហ្វេរ៉ូម៉ូនរបស់គាត់ដែរហ្នឹងចំណែកឯសាវ៉ាន់វិញគាត់ក៏ចាប់ដើមដឹងថាបេះដូងរបស់គាត់លោតកាន់ទៅលឿនទៅហើយទាំងដែលគាត់នឹងអត់មានបានថើបនឹងណាគេសោះហ្មងវាពិតជាចម្លែកខ្លាំងមែនតើលោកលែងតែគាត់ដឹងថាវាអាចនឹងមានរឿងហេតុមួយគឺថាគាត់ចាប់ដើមមានអតិពលនិយាយទៅហ្វេរ៉ូម៉ូនរបស់យូសិននឹងចាប់ដើមមានអតិពលទៅលើគាត់ហើយធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាខ្លួនឯងទន់ខ្សោយហើយអត់អាចតង់ឈរបានផងធ្វើឲ្យសាវ៉ាន់ហ្នឹងក៏ដួលទៅដឹងដីទៅពេលហ្នឹងបន្ទាប់ពីយូសិនបានទៅជួយក្មេងហ្នឹងហើយក៏ងាកមកវិញក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារវត្តមានរបស់សាវ៉ាន់របស់យើងគឺបាត់ខ្លួនតែម្ដងក្រោយមកទៀតយូសិនក៏បានឲ្យកូនចៅរបស់គាត់នឹងមកតាមស្វែងរកសាវ៉ាន់ហើយភាគច្រើននិយាយទៅមកតង់កតុំរួយទៀតប៉ុន្តែពួកគេបានស្វែងរកទីកន្លែងហ្នឹងអស់ហើយភ្នំហ្នឹងក៏ត្រូវបានបដិពួកគេដូចគ្នាប៉ុន្តែពួកគេនៅតែអត់អាចស្វែងរកទៅកាន់សាវ៉ាន់យើងដូចដដែលហ្នឹងចំណែកឯយូសិនវិញគាត់កំពុងតែខឹងខ្លាំងមែនតើគាត់ក៏បានគិតថាគាត់អត់គួរណែធ្វើប្រហែសចង់សោះគាត់ឆ្ងល់ខ្លាំងថាតើសាវ៉ាន់ហ្នឹងមានបំណងមកក្នុងក្រុងហ្នឹងដើម្បីរត់គេចតែម្ដងឬក៏គាត់គ្រាន់តែរត់គេចនៅពេលដែលគាត់មកដល់ភ្នំនេះទេអញ្ចឹងហើយនៅពេលដែលគាត់ចង់ជូនក្មេងម្នាក់នឹងឡើងមកលើភ្នំហ្នឹងគំនងគាត់គឺជាអ្វីផ្សេងទេអញ្ចឹងហើយបើសិនជាវាគឺតាមអ្វីដែលយូសិនគិតនឹងមែនកន្លែងដែលគាត់នាំក្មេងទៅហ្នឹងគឺជាកន្លែងដែលសាវ៉ាន់ហ្នឹងមានបំណងចង់ទៅហើយចំណែកឯខាងសាវ៉ាន់នេះវិញគាត់កំពុងតែគិតថាគាត់មិននឹកស្មានថាក្លិនហ្វេរ៉ូម៉ូនរបស់យូសិនហ្នឹងមានអត្ថប្រយោជន៍ដល់ថ្នាក់ហ្នឹងសោះនេះប្រហែលជាហេតុផលដែលធ្វើឲ្យក្រុម Cafe ហ្នឹងបញ្ជូនឃាតករកាលពី10ឆ្នាំមុនហ្នឹងដើម្បីមកឲ្យចាប់ទៅកាន់យូសិនហ្នឹងហើយគាត់ក៏បាននិយាយថាទោះបីជាការស្វែងរកអ្នកដែលបង្កើត Cafe ហ្នឹងគឺជាគោលបំណងរបស់គាត់មែនតែឥឡូវនេះអ្វីដែលគាត់ត្រូវធ្វើមុនគេនោះគឺការពារកន្លែងរបស់គាត់បន្ទាប់មកគាត់ក៏បានទៅរកកន្លែងដែលគាត់បានលាក់មាសហ្នឹងនៅពេលហ្នឹងក៏មានស្មៅផ្សេងហ្នឹងដុះពីលើហ្នឹងអស់ហើយប៉ុន្តែគាត់នៅតែអាចហត់ដឹងក្លិនហ្វេរ៉ូម៉ូនរបស់គាត់បានបន្ទាប់មកទៀតគាត់ក៏បាននិយាយថាគាត់នឹងយកមាសនេះហើយនឹងទៅលាក់ខ្លួននៅកន្លែងផ្សេងទៀតពេលហ្នឹងសាវ៉ាន់ហ្នឹងក៏ត្រូវបានយូសិននឹងតាមទាន់ហើយពេលហ្នឹងយូសិនក៏បាននិយាយថាដោយសារតែសាវ៉ាន់ហ្នឹងគាត់ជាអ្នកដែលល្មើសនៅកិច្ចព្រមព្រៀងរបស់ពួកគេទាំងមុនចឹងហើយគាត់នឹងទៅមកទៅលើកន្លែងរបស់សាវ៉ាន់ហើយពេលហ្នឹងគាត់ក៏ចាប់អារម្មណ៍ថាសាវ៉ាន់ពេលនេះហ្វេរ៉ូម៉ូនរបស់គាត់នឹងបានទទួលយកទៅកាន់ហ្វេរ៉ូម៉ូនរបស់យូសិនហើយអញ្ចឹងហើយមានថាយូសិនអាចមកសាវ៉ាន់មកដល់សនហើយចឹងហើយធ្វើឲ្យសាវ៉ាន់ហ្នឹងសប្បាយចិត្តខ្លាំងមែនគាត់ថាឥឡូវនេះ
គាត់អាច make ban បណ្ដោះសិនប៉ុន្តែនៅថ្ងៃអនាគតគាត់នឹង make ទៅកាន់សាវ័នហ្នឹងជារៀងរហូតហ្មងចឹងមានន័យថាក្នុង plan របស់សាវ័នហ្នឹងត្រូវ ban ខ្លាយទៅជា omega បណ្ដោះហើយដោយសារតែ pheromone របស់ user ហ្នឹងគឺវានេះពិសេសអញ្ចឹងហើយវាអាចធ្វើឲ្យសាវ័នហ្នឹងបដូរពី beta ទៅ omega បានហើយបន្ទាប់ពីសាវ័នបានដឹងខ្លួនឡើងមកវិញហ្នឹងសាវ័នក៏បានទៅឆ្លោះជាមួយនឹង user ហ្មងប៉ុន្តែក៏អត់មានកម្លាំងទេអញ្ចឹងហើយ user ក៏បានប្រាប់ថាឥឡូវនេះកុំឲ្យ user ហ្នឹងទៅកម្រើកខ្លាំងពេកអីនាំទៅអស់កម្លាំងទេសាវ័នក៏បានសួរទៅកាន់ user ថាតើពេលនេះពួកគេកំពុងទៅទីណា user ក៏បាននិយាយថាពួកគេកំពុងតែធ្វើដំណើរទៅកោះបៃសិនហើយនៅពី1ម៉ោងទៀតហ្នឹងគឺពួកគេទៅដល់ហើយអញ្ចឹងហើយគាត់ចង់ឲ្យសាវ័នហ្នឹងកេងបន្តិចទៀតសិនទៅសាវ័នក៏បានគិតក្នុងចិត្តថាទោះបីជាគាត់ចង់កេងក៏គាត់មិនទៅកេងជាមួយនឹងយូសិនដែរប៉ុន្តែនៅពេលដែលគាត់រៀបចេញទៅហ្នឹងយូសិនក៏បានទាញគាត់ឡើងមកលើក្រែវិញហើយក៏បានប្រាប់គាត់ថាឲ្យកេងទៅទោះបីជាយូសាវ័នហ្នឹងគាត់រំប្រាស់ប៉ុន្តែក៏យូសិនក៏អត់ខ្វល់នោះដែរចំណែកឯពេលនេះយូសិនក៏បានមកដល់ខាងសាខារបស់គាត់នៅលើកោះហ្នឹងហើយក៏បានស្លាប់មនុស្សប្រហែលអ្នកហើយដូចគ្នាចំណែកឯម្ចាស់ខាងសាខាហ្នឹងក៏បានសុំអង្វរទៅកាន់យូសុនខ្លាំងមែនតើតែហេតុអ្វីបានជាមកចោទថាគាត់ក្បត់អញ្ចឹងទាំងតែគ្មានផុសទាំងអ្វីទាំងអស់ហេតុអ្វីបានជាយូសុនហ្នឹងទៅជឿតែលើរឿងអាស្រូវឬក៏រឿងដែលគេនិយាយតគ្នានិយាយទៅវាអត់មានជាការផុសទាំងអីទេហេតុអ្វីបានជាយូសុនហ្នឹងមកទម្លាក់កំហុសលើពួកគេអញ្ចឹងយូសិនក៏បាននិយាយថាក្នុងនាមគាត់ជាមេហេតុអ្វីបានជាគាត់ត្រូវទៅរកផុសតាំងអំពីរឿងនឹងហេតុអ្វីបានជាម្នាក់ហ្នឹងមេក្រុមហ្នឹងមិនព្រមបញ្ជាក់ភាពដែលគ្មានកំហុសរបស់គេហ្នឹងមកកាន់គាត់បន្តទៀតមេក្រុមហ្នឹងក៏បាននិយាយថាគាត់សន្យាថាគាត់នឹងមិនក្បត់ទៅកាន់យូសិននោះទេហើយឲ្យយូសិនហ្នឹងទៅឆែកមើលពេញមួយកោះនេះក៏បានដែរគាត់បើកដៃឲ្យហ្មងយូសិនហ្នឹងក៏សម្រេចចិត្តនៅកោះហ្នឹងរហូតដល់ពួកគេហ្នឹងអាចបានស្វែងរកគ្រប់ទីកន្លែងទាំងអស់ដើម្បីបញ្ជាក់ថាមនុស្សម្នាក់ហ្នឹងពិតជាមិនបានក្បត់នឹងពួកគេមែនដោយមិនបានទៅសហការជាមួយនឹងពួក Black Mamba នោះទេយើងក៏ងាកមកមើលមកខាងសាវ័នរបស់យើងវិញពេលនេះគឺថា pheromone របស់គាត់ហ្នឹងគឺពោពេញទៅដោយ pheromone របស់ Yuson ហ្មងទោះបីជាយ៉ាងណាក៏ដោយក៏គាត់ដឹងថា pheromone របស់គាត់នៅសល់តិចតួចដែរអញ្ចឹងវាអាចនឹងព្យាបាលជាឡើងវិញគាត់ក៏នឹងមានសង្ឃឹមថានឹងមិនខ្លាយទៅជា Omega ពេញលេញហ្មងពេលហ្នឹងប្រូសក់ស្វ័យហ្នឹងក៏បានមកដល់បន្ទូលរបស់សាវ័នហើយក៏បាននិយាយថាគាត់គិតថាយូសិនហ្នឹងធ្វើលោហេតុរហូតហេតុពេកហើយអញ្ចឹងហើយគាត់នឹងជួយសាវ័នហ្នឹងឯងក្រត់កិច្ចប៉ុន្តែគាត់បើសិនជាគាត់វិញគាត់ក៏ចង់ធ្វើរឿងហ្នឹងទៅកាន់សាវ័នដែរប៉ុន្តែគាត់សន្យានឹងសាវ័នថាបើសិនយូសិនហ្នឹងឯងជាគាត់វិញគាត់នឹងអត់បង្ខំទៅកាន់សាវ័នទេគាត់និយាយមែនតើឲ្យសាវ័ននឹងជឿមកកាន់គាត់មកគាត់អត់ដែលកុហកទៅកាន់សាវ័ននោះទេបន្តទៀតមិនតន់ទាំងបានទៅជួយសាវ័នផងក៏ត្រូវបងប្រុសខ្លួនឯងនឹងដាក់មកទ្វារប៉ើងទៅបាត់ហ្មងបន្តទៀតគាត់ក៏បានបងប្រុសរបស់គេនឹងក៏បាននិយាយទៅកាន់សាវ័នថាគាត់ពិតជាសុំទោសទៅកាន់សាវ័នមែនដោយសារតែគាត់អាចឲ្យសាវ័ននឹងចាក់ចេញទៅបាននោះទេហើយគាត់ក៏បានប្រាប់ថាពេលនេះយូសិនហ្នឹងគាត់កំពុងតែទៅក្នុងភ្នំដើម្បីស្វែងរកផោតាំងហើយគាត់អត់អាចឲ្យសាវ័នហ្នឹងចាក់ចេញទៅក្រៅបានទេគាត់ចង់ឲ្យសាវ័នហ្នឹងនៅទីនេះសាវ័នក៏បាននិយាយថាហេតុអ្វីបានជាយូសិនហ្នឹងទៅធ្វើចង់ធ្វើអីហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់សាវ័នវិញថាសាវ័នហ្នឹងគឺកំពុងតែស្វែងរកផោតាំងហើយគាត់បានស្លាប់មនុស្សនៅក្នុងសាខានេះអស់3នាក់ទៅហើយសាវ័នក៏បាននិយាយថាពួកគេពេលនេះដោយសារតែយូសិនហ្នឹងធ្វើរឿងដែរវាបញ្ញាប់ហើយអត់មានទាំងផោតាំងទៀតចឹងហើយបើសិនជាសាវ័នយូសិនហ្នឹងអត់អាចរកផោតាំងបាននោះទេពួកគេទាំងអស់គ្នាហ្នឹងប្រកាសជាមានគ្រោះថ្នាក់ជាមិនខាននោះទេនិយាយទៅដោយសារតែទោះបីជាបើសិនជាមេក្រុមនៅសាខាហ្នឹងគាត់ពិតជាបានក្បត់មែនប៉ុន្តែបើសិនជាមេក្រុមហ្នឹងអត់ខ្លាចនៅក្នុងការឲ្យយូសិនហ្នឹងធ្វើការស្វែងរកទេចឹងមានន័យថាពួកគេហ្នឹងបានរៀបចំល្បិចហើយអស់ហើយចឹងហើយតើគាត់អាចទៅជួយយូសិននឹងមិនកើតទៅហើយគាត់ក៏បានប្រាប់ឲ្យម្នាក់សក់ពណ៌ស្វាយហ្នឹងឲ្យទៅរៀបចំសម្លៀកបំពាក់មួយឲ្យគាត់មកប៉ុន្តែម្នាក់ហ្នឹងគាត់ក៏បានតបទៅវិញថាគាត់បានប្រាប់ទៅកាន់សាវ័នហើយថាគាត់អាចឲ្យសាវ័នហ្នឹងចេញទៅក្រៅបានទេសាវ័នក៏បានសួរទៅកាន់គេវិញថាក្នុងនាមគាត់គឺជាទីប្រឹក្សារបស់យូសិនតើអាចឲ្យគាត់នៅជ្រោស្ងៀមហើយមិនជួយទៅកាន់សាវ័នយូសិនរបស់យើងមិននឹងកើតទៅ
ហើយសាច់រឿងរបស់យើងក៏ចប់ត្រឹមនឹងដូចគ្នាអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់មកដល់ទីបញ្ចប់នេះហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុចសញ្ញាកណ្ដឹងហើយនិង comment ឲ្យ admin ម្នាក់មួយផងនេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដូចជាតុកប្រាក់ឲ្យ admin នេះគឺជា QR ABA របស់ admin អូខេអរគុណអ្នកទាំងអស់គ្នាបាយបាយ